នេះជាការសម្ដែងមួយបែបទៀតដែលជនជាតិបរទេសបានសម្ដែងសូមជម្រាបថាក្នុងជនជាតិបរទេសមួយក្រុមសម្ដែង2 ទៅ 3របាំឯណោះមិនមែនសម្ដែងតែមួយរបាំទេនេះជារបាំទី2របស់ជនជាតិដដែលហ្នឹងគឺដោយខាងនេះតួប្រុសតួស្រីហ្នឹងសម្លៀកបំពាក់ខ្មៅដូចគ្នាម៉ូសានេះប្រុសពាក់មួកហាមធំហើយខោអាវខ្មៅអាវខ្មៅចំណែកខាងសិល្បករនីវិញគឺគាត់ស្លៀកដូចសម្ពុតដូចអៀមអញ្ចឹងមានរំភើយគេរួមទៅហើយគេត្រដាងមើលអញ្ចឹងទៅដូចយើងស្លាប់សត្វស្លាប់មួយដែលបំរុងហើហោះហើយអីចឹងការសម្ដែងបង្វិលខ្លួនវិលខ្ញាល់ខាងស្រីខាងសិល្បករនីសម្ដែងរស់រវើកជាងដោយប៉ិនប្រសពកាយវិការរស់រវើកដៃឆ្វេងដៃស្ដាំគឺបក់ផាត់បញ្ចេញបញ្ចូលមើលទៅដូចយើងទឹករលកដូចនេះឯងតែខាងប្រុសសកម្មភាពភាគច្រើនមានតែជើងដោយពុំសូវប្រើដៃទេដូច្នេះហើយមើលទៅវាគ្រាន់តែថាជាការរួមអមសម្ដែងដោយមានប្រុសមានស្រីសម្ដែងរួមគ្នាសិល្បករនីទាំងពីររូបសម្ដែងរួមគ្នាចំណែកខាងសិល្បករនីគឺរស់រវើករហ័សរហួនហើយញាប់រន្ធើនតាមចង្វាក់ភ្លេងគឺបក់បោយទៅតាមដែលភ្លេងគេប្រគំចានេះជាសម្ដែងខោអាវសម្លៀកបំពាក់របស់ការសម្ដែងរបាំនេះម្ដងនេះពណ៌ខ្មៅទាំងអស់គ្នាទាំងស្រីទាំងប្រុសហើយស្ត្រីនោះក៏ស្លៀកពាក់មានរំភាយអីចឹងដែរដូចតែសិល្បៈមុនដែរគឺសម្ពុតអាវហាងសិល្បករនីច្រើនតែមានសម្ពុតដែលមានរំភើយចូលចុងហើយធំដែលអាចបក់បោកបានបញ្ជាដោយដៃគឺបក់បោកទៅវារលាស់ទៅតាមកម្លាំងដៃដែលសិល្បករនីបានបក់បញ្ជូនទៅមើលទៅដូចជាសត្វស្លាបមួយដែលកំពុងហោះហើរដូចនេះឯងចាការនេះជាការសម្ដែងរបស់